គ្នាយើងដែរឃើញកីឡាករ player លក់ item ដូរ item លឿនអត់អញ្ចឹងបើសិនបើគ្នាយើងអត់ទាន់ចេះទេចាំខ្ញុំប្រាប់នៅក្នុងវិធីសាស្ត្រហ្នឹងណាគឺអត់មានអីពិបាកទេគឺមកថានេះរកគ្នាមួយចំនួនអត់ទាន់ចេះទេហើយគ្នាយើងមួយចំនួនក៏គាត់ចេះហើយអាវិធីសាស្ត្រហ្នឹងណា item ដូរ item លឿនហ្នឹងមិនចាំបាច់ថាយើងដៃលឿនអីទេគ្នាយើងហើយដៃយឺតដូចដៅហ្នឹងក៏យើងអាចដូរដែរដូរជាខ្ញុំអញ្ចឹងវាហ្នឹងចាំខ្ញុំប្រាប់ណាគ្នាយើងអញ្ចឹងគឺថាអត់មានអីពិបាកទេគ្នាយើងនៅពេលដែលគ្នាយើងមិញ item ណាគ្នាយើងគ្រាន់តែធ្វើការ line reorder នេះអ្នករកគ្នាអញ្ចឹងអ្នករកគ្នាមិនបាច់ភ័យថាបាត់ item បាត់អីទេគឺវាអត់បាត់ទេគ្នាយើងចុចចំទៅហ្នឹងមកណាហើយអ្នករកគ្នាចុចខ្វែងវាទាំងអស់មកបន្ទាប់មកយើងដាក់ item ណាដែលយើងចង់ដាក់អញ្ចឹងណាដូចជាខ្ញុំអញ្ចឹងដាក់ជីវិត2ជាមួយនឹងកកជាមួយនឹង rose gold អីចឹងណាគ្នាយើងអញ្ចឹងនៅពេលដែលគ្នាយើងចុចបានហើយអ្នករកគ្នាគ្រាន់តែធ្វើការ save វាមករួចទៅអ្នករកគ្នាគ្រាន់តែលក់ item មួយគឺថាវាចេញឲ្យយើងទិញហ្មងគ្នាយើងនិយាយទៅធ្វើអារបៀបហ្នឹងគឺថាស្រួលខ្លាំងមែនតើខ្ញុំនិយាយមែនណាគឺអត់មានអីពិបាកទេគ្នាយើងហើយនិយាយពីថាយើងដៃយឺតហ្នឹងក៏អាចធ្វើបានដូចកៃរីគីងកុងអីចឹងណានេះគឺខ្ញុំតែឲ្យអ្នករកគ្នាមើលណាគឺថាខ្ញុំអត់មែនដៃលឿនអីទេគ្នាយើងនិយាយពីថាខ្ញុំនេះកំពុលដៃយឺតហើយយើងគ្រាន់តែធ្វើការ select ចុចចឹងមកអ្នករកគ្នាហើយនៅពេលដែលអស់ជីវិត2ចឹងណាគ្នាយើងដូចឃើញចឹងវាចេញកកយើងចុចមកហើយនៅពេលដែលយើងលក់កកគឺវាចេញទៀតហ្មងអ្នករកគ្នាឃើញអត់និយាយទៅគឺថាលឿនបដ គ្នាយើងឥឡូវខ្ញុំសួរអ្នករកគ្នាគឺថាវិធីសាស្ត្រហ្នឹងស្រួលអត់បើមិនស្រួលអ្នករកគ្នាកុំភ្លេច share វីដេអូនេះទុកមើលម្នាក់មួយផងណាសិតតែតិចនេះហើយគ្នាយើងពេលខ្លះ pro player មួយចំនួនឈ្នះដោយសារតែអាអកសើមកតង់ហ្នឹងនៅពេលដែល leg game ហ្មងគ្នាយើងចុងក្រោយសម្រាប់តែគ្នាយើងណាដែលគាត់ត្រូវការថត up ពេកណាដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃដែលគេ free ទៅគេដល់គ្នាយើងអញ្ចឹងអ្នករកគ្នាអាចដាក់តាម P game store បានរបៀប top up ហ្នឹងគឺអត់មានអីពិបាកទេគ្នាយើងអាចដាក់តាម page គាត់ផ្ទាល់ក៏បានដើម្បីគាត់ top up ឲ្យឬក៏អ្នករកគ្នាអាចដាក់តាម website ខ្លួនឯងក៏បានដែរគ្នាយើងអញ្ចឹងបើសិនបើគ្នាយើងចង់បានពេជ្រលឿនលះកុំភ្លេចជាមួយនឹង P game store